បាទបងប្អូនបានទស្សនាគឺថាបាទសัตว์ចង្រិតបាទច្រើនមែនទែនបងប្អូនណាគឺថាចាប់ផ្ដើមដេញហើយបាទសម្រាប់បងប្អូនប្រជាកសិករបាទគឺថាគាត់ចាប់ផ្ដើមធ្វើការដាក់ចង្រិតហើយបងប្អូនណាគឺថាចាប់ពីរដូវធ្លាក់ភ្លៀងបណ្ដានៅចុងខែ4ឬក៏ដើមខែ5នេះបាទជាពិសេសគឺថាបងប្អូនប្រជាកសិករដែលស្ថិតនៅតាមជនបទហ្នឹងគឺកាត់ចាប់ផ្ដើមធ្វើការដាក់នៅសัตว์ចង្រិតហើយបាទនេះគឺវីដេអូនេះគឺខ្ញុំបានថតគឺស្ថិតនៅក្នុងថ្ងៃទី16បងប្អូនណាបាទក្នុងថ្ងៃទី6បាទខែឧសភាឆ្នាំ2026តែម្ដងគឺថាខ្ញុំបាទមុនដំបូងនេះគឺថាមកធ្វើការចាប់សัตว์ចង្រិតទេបងប្អូនណាដោយសារតែនៅផ្ទះខ្ញុំបាទហ្នឹងគឺតាមបាទអំពូលភ្លើងផ្សេងហ្នឹងគឺថាបាទមានសัตว์ចង្រិតដេញមកច្រើនដែរបាទចឹងទៅក៏ខ្ញុំធ្វើការយកអំពូលហើយនឹងយកកាមេរ៉ាហើយធ្វើការចាប់បានបន្តិចបន្តួចដើម្បីយកទៅឲ្យសัตว์មាន់បាទប៉ុន្តែក្នុងការដើរបងប្អូនណាប្រយ័ត្នប្រយែងផងក្នុងការដើរយប់ព្រលប់បងប្អូនណាបាទគឺមានតាំងពីសัตว์មានពឹសផ្សេងបាទមានខ្យាដំរីបាទមិនមែនថាងាប់ទេបងប្អូនណាបានទស្សនាគឺថាសัตว์ខ្យាដំរីរស់តែម្ដងបាទអញ្ចឹងគឺថាដើរយប់ព្រលប់គឺថាយើងប្រយ័ត្នប្រយែងក្នុងការពាក់ស្បែកជើងផ្សេងឬក៏ខោជើងវែងអញ្ចឹងណាបាទមានសត្វមានពឹសមានខ្យាដំរីសត្វពស់ផ្សេងសត្វក្អែបអីចឹងទៅជាពិសេសគឺនៅពេលដែលមានការធ្លាក់ភ្លៀងហ្នឹងគឺថាសម្បូរសត្វមានពឹសច្រើនបាទចេញច្រើនជាពិសេសគឺបាទរដូវដែលបងប្អូនប្រជាកសិករគាត់ធ្វើការភ្ជួរនេះតែម្ដងបាទហើយដោយឡែកគឺសត្វក្តាមនេះបងប្អូនណាគឺសត្វក្តាមវាពេលយប់គឺវាចេញត្រឹមតែប៉ុណ្្នឹងទេបាទវាចេញអត់ផុតទេដោយសារវាអត់មានទឹកភ្លៀងបងប្អូនណាបាទបើសិនបើមានទឹកភ្លៀងណាបាទបើសិនបើជាមានទឹកភ្លៀងវាចេញពីរុនមកវាទៅលេងនៅតាមស្រែតាមបន្លាយតាមកន្លុកផ្សេងបាទប៉ុន្តែនេះដោយសារតែបាទมันមានទឹកភ្លៀងសម្រាប់កាត់តាមវាលស្រែឬក៏ដកតាមវាលស្រែវាចេញបានត្រឹមប៉ុណ្ណឹងបាទដោយឡែកក៏មានសត្វកូនកឡនតនណាបាទកែបស្រូវកែបអីហ្នឹងគឺថាមានបងប្អូនណាបាទអញ្ចឹងគឺថានេះគឺជាទស្សនវិជ្ជាដែលបាទភ្លើងគេហៅថាអំពូលសัตว์ណាបាទអំពូលចង្រិតអំពូលអីហ្នឹងបាទគាត់មានដាក់បានច្រើនដែរបងប្អូនណាបាទគឺមានចង្រិតមានកណ្ដូបមានសัตว์កតេះឡង់ឬក៏សัตว์ផ្សេងអញ្ចឹងទៅបាទអញ្ចឹងចាប់ពីរដូវបាទបងប្អូនប្រជាកសិករគាត់ចាប់ផ្ដើមធ្វើការភ្ជួរស្រែឬក៏ព្រោះបណ្ដាហ្នឹងមានការធ្លាក់ភ្លៀងនៅចុងខែ4ឬក៏ដើមខែ5ហ្នឹងគឺគាត់ចាប់ផ្ដើមធ្វើការដាក់នៅអំពូលសัตว์ចង្រិតនេះដើម្បីយកបាទធ្វើការលក់ដូរឬក៏ធ្វើការបាទឲ្យជាចំណីបាទសัตว์ផ្សេងបាទនេះគឺថាខ្ញុំមកដល់អំពូលភ្លើងមិញហើយបងប្អូនណាបាទគឺមកដល់អំពូលភ្លើងមិញហ្នឹងគឺមកមើលផ្ទាល់តែម្ដងនេះគឺខ្ញុំបានមិនបាទជ្រើសរើសមិនយករបស់គេទេបាទគឺថាគ្រាន់តែមកថតចែកជូនទៅដល់បងប្អូនណាបាទគឺថាខ្ញុំបានគ្រាន់តែដើរចាប់នៅឆ្ងាយត្រឹមតែមិនតិចចឹងទៅគឺយកទៅឲ្យមន់ទេបាទគាត់ថាមកមើលនេះបងប្អូននេះច្រើនមែនទែនបងប្អូនណាគឺខ្មៅតែម្ដងបាទនេះគឺថានៅក្នុងថ្ងៃទី6ខែឧសភាឆ្នាំ2026នេះតែម្ដងគឺថាច្រើនមែនទែនបងប្អូនហើយឃើញដេញ2ថ្ងៃបាទនៅថ្ងៃទី7នេះឃើញមានរាយដែរប៉ុន្តែដោយឡែកគឺកាលពីថ្ងៃទី6គឺដេញច្រើនសัตว์នេះបើសិនជាស្ងប់ណាបងប្អូនណាតែអត់មានភ្លៀងស្ងប់ខ្យល់មានថាក្រោយពីមេឃភ្លៀងបាន2-3មេធំអញ្ចឹងទៅបាទស្ងប់ខ្យល់អញ្ចឹងគឺថាសัตว์ហ្នឹងគឺស្បូរបាទបើសិនបើមេឃនឹងមានខ្យល់មកហឺខ្យល់ខ្លាំងខ្យល់អីចឹងទៅអានឹងវាមិនសូវដេញទេមិនសូវមកទេបងប្អូនបាទបើសិនបើស្ងប់ខ្យល់ខ្លាំងចឹងទៅអានឹងសัตว์ហ្នឹងចាប់ផ្ដើមមកហើយបាទនេះគឺថាចង្រិតស្រុកស្រែតែម្ដងបងប្អូនគឺថារសជាតិឆ្ងាញ់របស់គេដែរបងប្អូនណាបាទគឺថាវាមិនធម្មតាទេបងប្អូនប្រជាកសិករយើងសប្ងៃគឺថាគាត់អនាម័យច្រើនបាទគាត់ប្រើនៅបន្ទប់ទឹកបន្ទប់អីគឺវាអត់មានអីផ្ដេសផ្ដាស់ញើតក្នុងការបរិភោគទេបាទយើងចំអិនឲ្យបានល្អទៅហើយភាគច្រើនគឺវាស៊ីតែស្មៅទេបងប្អូនណាបាទជួបគ្នាជាបន្តទៀតផងដែរបាទ